ជំរាបសួរប្រិយមិត្តទាំងអស់គ្នានយោបាយពន្ធធ្វើឲ្យសេដ្ឋកិច្ចអាមេរិកធ្លាក់ចុះនៅត្រឹមត្រីមាសទី1ផ្ទុយពីត្រាំបានសន្យាសេដ្ឋកិច្ចរបស់សហរដ្ឋអាមេរិកបានធ្លាក់ចុះប្រមាណ 0.3% នៅត្រីមាសទី1ចន្លោះពីខែមករាដល់ខែមីនាដើមឆ្នាំ2025នេះដោយផ្ទុយពីអ្វីដែលប្រធានាធិបតីអាមេរិកលោក Donald Trump បានសន្យាថានឹងពង្រឹងវាឲ្យឡើងក្នុងវោហារសាស្ត្រនយោបាយរបស់លោកដែលនេះបណ្ដាលមកពីផលរំខានលើអាជីវកម្មនៃគោលនយោបាយពន្ធគយរបស់លោកនេះបើតាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មាន AP យោងតាមទិន្នន័យបឋមដែលចេញផ្សាយកាលពីថ្ងៃពុធដោយក្រសួងពាណិជ្ជកម្មវាគឺជាការធ្លាក់ចុះផលិតផលក្នុងស្រុកសរុប GDP ជាលើកដំបូងក្នុងរយៈពេល3ឆ្នាំរាប់ចាប់តាំងពីឆ្នាំ2022ដែលការនោះសេដ្ឋកិច្ចពិភពលោកក្រោយវិបត្តិ COVID-19 រងការញោមញីដោយសង្គ្រាមនៅអ៊ុយក្រែនសេដ្ឋកិច្ចអាមេរិកបានកើនឡើងពី 4% នៅត្រីមាសចុងក្រោយនៃឆ្នាំ2024ទិន្នន័យបន្ថែមថាការចំណាយរបស់អ្នកប្រើប្រាស់បានកើនឡើង 1.8% នៅត្រីមាសទី1ដដែលធៀបនឹងកំណើត 4% នៅត្រីមាសមុនដោយខ្សោយបំផុតរាប់ចាប់តាំងពីពាក់កណ្ដាលឆ្នាំ2023ស្របពេលដែលទំនុកចិត្តអាជីវកម្មក្នុងស្រុកអាមេរិកធ្លាក់ចុះដោយសារតែវិធានការពន្ធគយកំណើននៃការនាំចូលរហូតដល់ 41% ពលគឺខ្ពស់បំផុតចាប់តាំងពីឆ្នាំ2020បើមិនរាប់វិបត្តិ COVID-19 វាគឺជាអត្រាខ្ពស់បំផុតរាប់ចាប់តាំងពីឆ្នាំ1972រួមចំណែកដល់ការធ្លាក់ចុះ GDP ប្រមាណ 5 ពិន្ទុឬម្យ៉ាងទៀតដែលអាចនិយាយបានថាអនុភាពពាណិជ្ជកម្មដោយសារការនាំចូលខ្ពស់ទម្លាក់ GDP មុនត្រាំប្រកាសពន្ធគយបដិការនៅដើមខែមេសាមានសេចក្តីរាយការណ៍ថាការនាំចូលរបស់សហរដ្ឋអាមេរិកបានកើនឡើងដោយសារតែអាជីវកម្មបង្កើនការបញ្ចូលទំនិញក្នុងស្តុកមុនពន្ធគយទ្រង់ទ្រាយធំចូលមកដល់បើតាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មាន Reuters សេដ្ឋកិច្ចវិទូបានលើកឡើងថាសេដ្ឋកិច្ចអាមេរិកអាចនឹងកើនឡើងវិញនៅត្រីមាសទី2នេះនៅពេលកំណើននៃការនាំចូលធ្លាក់ចុះមកវិញយ៉ាងណាមិញហានិភ័យនៃការធ្លាក់ចុះសេដ្ឋកិច្ចនៅតែមានថ្លែងកាលពីរសៀលថ្ងៃពុធនៅឯព្រឹត្តិការណ៍ក្នុងសេតវិមានដែលចូលរួមដោយមេដឹកនាំអាជីវកម្មលោក Donald Trump បានស្ដីបន្ទោសអតីតប្រធានាធិបតី Joe Biden ចំពោះការធ្លាក់ចុះនៃសេដ្ឋកិច្ចដោយលើកឡើងយ៉ាងដូចនេះថានេះគឺជាសេដ្ឋកិច្ចរបស់ Joe Bidenពីព្រោះយើងបានចូលកាន់កាប់អំណាចនៅថ្ងៃទី20ខែមករាខ្ញុំគិតថាអ្នកត្រូវតែផ្ដល់ពេលឲ្យយើងបន្តិចដើម្បីជំរុញវាទៅមុខនេះបើយោងតាមការដកស្រង់សម្ដីរបស់បណ្ដាញសារព័ត៌មាន BBC ការថ្លែងរបស់លោកត្រាំដូចនេះត្រូវបានច្រានចោលដោយអ្នកនយោបាយគណៈបកប្រជាធិបតេយ្យរបស់លោកโจ Biden ដែលទាមទារឲ្យលោកត្រាំមានទំនួលខុសត្រូវលើបញ្ហាសេដ្ឋកិច្ចរបស់ខ្លួនលោកបញ្ជាក់ទៀតថាលោក Donald Trump គួរតែគូបញ្ជាក់ថាទិន្នន័យស្ដីពីការធ្លាក់ចុះសេដ្ឋកិច្ចអាមេរិកចេញផ្សាយឡើងចំពេលដែលពិភពលោកធ្លាក់ចុះទៅក្នុងភាពស្រពិចស្រពិលនៃសេដ្ឋកិច្ចដោយសារតែគោលនយោបាយពន្ធគយរបស់រដ្ឋបាល Donald Trump រួមទាំងពន្ធគយបដិការដែលដាក់លើស្ទើរគ្រប់ប្រទេសជុំវិញពិភពលោកទោះបីមានការប្រមានផ្សេងៗជុំវិញផលវិបាកសេដ្ឋកិច្ចក្នុងស្រុកការរំខានដល់ខ្សែក្រវ៉ាត់ផ្គត់ផ្គង់សកលក៏ដូចជាការធ្លាក់ចុះពាណិជ្ជកម្មពីសេដ្ឋកិច្ចវិទូនិងស្ថាប័នជំនាញនានាក្នុងពេលកន្លងមកក៏ដោយ